បាទសួស្តីបងប្អូនគ្នាបាទថ្ងៃនេះខ្ញុំទៅកាសបកស្រាយនៅទាំងចម្លាក់បន្តិចបងប្អូនបាទតើតើនឹងរឿងកោសមុទ្រទឹកដោះបងប្អូនបាទអញ្ចឹងរឿងកោសមុទ្រទឹកដោះនេះគឺជាទេវកថាមួយដ៏ល្បីក្នុងសាសនាព្រាហ្មណ៍និងហិណ្ឌូបងប្អូនហើយមានឥទ្ធិពលមកលើវប្បធម៌ខ្មែរយើងផងដែរចម្លាក់នេះនៅលើជញ្ជាំងប្រាសាទអង្គរវត្តបងប្អូនក៏មានរឿងនឹងដែរគឺនៅខាងកើតបងប្អូនបាទរឿងនេះកាលពីបុរាណពួកទេវតានិងពួកអសុរៈគឺយក្សហ្នឹងបងប្អូនចង់បានទឹកអម្រឹតដែលអាចធ្វើឲ្យមានជីវិតអមតៈដូច្នេះពួកគេបានសហការគ្នាបងប្អូនកូរសមុទ្រទឹកដោះហ្នឹងតែម្ដងបាទហើយការកូរសមុទ្រទឹកដោះនេះគឺប្រើភ្នំមន្តរៈជាដំបងប្រើនាគវ៉ាសុគីជាខ្សែទាញហើយនឹងបាទហើយព្រះវិស្ណុបានជួយទ្រទ្រង់ភ្នំដោយបំលែងខ្លួនជាអណ្ដាតធំបាទហើយពេលកោហ្នឹងគឺមានវត្ថុអស្ចារ្យច្រើនកើតឡើងពីសមុទ្របងប្អូនបាទដូចជាទេវីលក្ស្មីដំរីអេរវ៉ាន់ប្រច័ននិងចុងក្រោយគឺទឹកអម្រឹតតែម្ដងហើយដល់ណាក្រោយមកទេវតាបានទទួលទឹកអម្រឹតបងប្អូនដោយឈ្នះពួកអសុរៈអញ្ចឹងអត្តន័យអប់រំនៅក្នុងចម្លាក់នេះគឺឲ្យយើងចេះសហការគ្នាហើយមានការតស៊ូដើម្បីបានវត្ថុមានតម្លៃហើយបញ្ជាក់អំពីល្អនិងអាក្រក់តែងតែប្រឈមគ្នាជានិច្ចចឹងបងប្អូនបាទអញ្ចឹងការបកស្រាយរបស់ខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនបងប្អូនបាទស្ដាប់រហូតដល់ចប់កុំភ្លេច share ផងបងប្អូនបាទអរគុណ